នេះខ្ញុំចេញលេខតាក់ទងជាមួយនឹង PowerPoint ភាគច្រើនយើងធ្វើ slide ពេលដែលយើងបើកកុំព្យូទ័រមិត្តភ័ក្តិយើងភាគច្រើនវា load font ឬក៏ load layout ដោយសារតែយើងអត់ទាន់បាន embed នៅក្នុង PowerPoint ទី1អ្នកគ្នាបើក file របស់យើងមកហើយយើងចូលកន្លែងពាក្យថា file ហើយយើងយកពាក្យថា option យើងចាប់ផ្ដើមយកពាក្យថាកន្លែង save អូខេពេលដែលយើងបើក file របស់យើងរួចរាល់អស់ហើយអ្នកគ្នាគ្រាន់តែចុចពាក្យថា file ហើយយកពាក្យថា option ពេលដល់កន្លែងនេះយើងយកពាក្យកន្លែង save ពេលដល់កន្លែង save អ្នកគ្នានឹងឃើញពាក្យថា embed font in the file អ្នកគ្នាក៏ចុចទីកន្លែងហ្នឹងមកហើយជំរើសពីរនេះអ្នកគ្នាយកមួយណាក៏បានដែរបើសិនជាអ្នកគ្នាយកខាងលើគឺវាធ្វើឲ្យ size របស់យើងហ្នឹងរៀងទូចអញ្ចឹងទៅហើយខាងក្រោមនេះថាវា embed author អញ្ចឹងមកអញ្ចឹងអ្នកគ្នាយកខាងក្រោមមកយកចុចគេថា OK មកជាការស្រេចអញ្ចឹងពេលដែលមិត្តភ័ក្តិយើងបានបើកលើ file នេះវានឹងអត់ load font ឬក៏ load layout ទេ